តាំងពិតសង់ទីម៉ែត្រទៅម៉ែត្រដល់2លុប0មកចេញគេបាទមានតែ3ចំណុចនេះសំខាន់ក្នុងការធ្វើលំហាត់ f ស្មើ2គុណនឹង10ស្គុណដក7 e 10ស្គុណដក1ការ៉េណាដក1ការ៉េដក1លើជាការ៉េគុណនឹង 1ចែកឲ្យ a 2គុណ10សេគុណដក1 2នេះនឹង2នេះបាទនៅសល់ដក1បោះមកលើបូក1ណាបូក1ដក1ការ៉េដក2ដក2នឹងដក7ដក9ដក9នឹងបូក1ណានៅសល់10ដក5 3គិតជាញូតុនបាទណានេះជាលំហាត់ដែលងាយយកបន្ទុកមានន័យថាលំហាត់ដែលងាយយកបន្ទុកគឺវាអត់មានបាតុភូតដែលធ្វើឲ្យកូនពិបាកហើយបើថាចូលគូរូបជាបាទបើគេឲ្យគូរូបជាគូឲ្យគេមកគូខ្សែចម្លងត្រង់2មកណាគូខ្សែចម្លងត្រង់2ករណីខ្សែទី1និងករណីខ្សែទី2ស្ថិតនៅចម្ងាយពីគ្នា a ទិសដៅចរន្តដូចគ្នា e1 e2 ដូចគ្នាគេសង្កេតឃើញមិនឃើញណាគេឲ្យគូថាតើកម្លាំងនោះជាកម្លាំងច្រើនឬចេញទាញណាអំពើនៃខ្សែចម្លង2ដាក់ស្របគ្នាក្នុងករណីទិសដៅដូចតើវាច្រើនឬចេញទាញណាច្រើនឬទាញនេះចូលទិសដៅដូចទាញនេះចូលណាទិសដៅដូចទាញនេះចូលអានេះជាកម្លាំងដែលអាទី2មានមកលើអាទី1ទី2មកលើអាទី1ដល់អានេះអាទី1មានមកលើអាទី2វិញណាបាទមូលហេតុអីបានជាគ្រូថាអាទី2មានអំពើលើទី1អាទី1ណាអានេះអាទី1មានអំពើលើទី2គ្រូចង់និយាយកន្លែងនេះតិចមូលហេតុដែលធ្វើឲ្យវារងប្រចាំនេះអញ្ចឹងគឺអាខ្សែទី2ស្ថិតក្នុងដែនរបស់អាទី1បង្កើតស្ដាប់តើណាខ្សែទី2ស្ថិតក្នុងដែនរបស់អាទី1បង្កើតអញ្ចឹងត្រូវរងនៅកម្លាំងដែលអាទី1មានអំពើលើច្រើនមកវិញខ្សែទី1មានអំពើស្ថិតក្នុងដែនរបស់អាទី2បង្កើតវិញអញ្ចឹងត្រូវរងនៅអំពើដែលខ្សែទី2មានអំពើមកលើអាទី1វិញកម្លាំងគេនិយាយពីអំពើទៅវិញទៅមកអំពើណាកម្លាំងគឺនិយាយពីអំពើដែនគេនិយាយពីការបង្កើតឥឡូវគ្រូលើកឧទាហរណ៍មិនបានជាគ្រូនិយាយថាអាទី2ក្នុងដែនមកទី1យើងមើលចំណុច order នៅចម្ងាយ a ពីខ្សែទី1អញ្ចឹងខ្សែទី1ជាអ្នកបង្កើតដែនត្រង់ order យើងនិយាយចំណុចហ្នឹងណាខ្សែទី1ឆ្លងកាត់ដោយចរន្ត e នៅជុំវិញខ្សែទី1មានដែនអញ្ចឹងចរន្តត្រង់ប្រហែលជាកូនភ្លេចអស់ហើយមើលខានអនុវត្តមហាត់នឹងយូរឥឡូវកូនធ្វើ